អ្នកជំងឺតាឡាសេមីមានពេទ្យឬក៏មានអ្នកជំងឺខ្លះឬក៏មានយោបល់ខ្លះថាចុះបើសិនជាចាក់ថ្នាំដង្ហើមគ្រាប់ឈាមក្រហមចាក់ថ្នាំកម្លាំងពោះដោយអ្នកជំងឺខ្វះឈាមមួយចំនួនទៀតបណ្ដាលមកអំពីខ្សោយចំណងនោមឬក៏អ្នកជំងឺខ្វះឈាមខ្វះគ្រាប់ឈាមក្រហមដែរមកអំពីរោងចក្រផលិតឈាមគាត់ខ្សោយអីចឹងតើបានដែរអត់ល្អអត់ចម្លើយគឺថាអត់ល្អទេបង្កគ្រោះថ្នាក់ថែមព្រោះរោងចក្រផលិតឈាមគាត់ប្រឹងណាស់ប្រឹងខ្លាំងណាស់រួចទៅហើយកំពុងតែប្រឹងខ្លាំងគុណ2គុណ3រួចហើយគឺក្តៅសម្បើមណាស់ប៉ុន្តែប្រឹងយ៉ាងណាក៏ដោយដោយសាររោងពុំហ្នឹងវាអត់ល្អផលិតចេញមកច្រើនតែងាប់កាន់តែច្រើនអញ្ចឹងការចាក់ថ្នាំបង្ខំចាក់ថ្នាំខំស្បែកគឺបង្ខំវាយឲ្យវាប្រឹងថែមអញ្ចឹងផលលំបាកគឺថាឈឺឆ្អឹងឈឺឆ្អែងទីសំខាន់ជាងគេគឺវាអាចថុលគេហៅថា extra medullary hematopoiesis extra medullary វាអាចធ្វើឲ្យដង្ហើមកាន់តែរីកធំអាចធ្វើឲ្យផលរោងចក្រផលិតឈាមហ្នឹងនៅតាមឆ្អឹងតាមតំណងឆ្អឹងខ្នងអញ្ចឹងវាសកត់ប្រព័ន្ធកសែវិញ្ញាណនៅខួរឆ្អឹងខ្នងហ្នឹងអាចឲ្យទន់មកកណ្ដាលខំអាចឲ្យទន់មកកណ្ដាលខំពីការលេងដឹងនោមលេងដឹងជុះដើរលេងបានកន្លងមកមានអ្នកអញ្ចឹងដែរហើយក៏មានអ្នកដែលគាត់ជួនកាលទៀតគាត់គិតអត់បញ្ចូលឈាមគាត់ទុកឲ្យគាត់ជុំកងគាត់ធ្លាក់សល់3គ្រាប់4គ្រាប់ហ្នឹងក៏អាចឲ្យហានិភ័យអញ្ចឹងដែរព្រោះក្នុងខ្លួនយើងគឺមានការស្វ័យការពារខ្លួនយើងកាលណាគ្រាប់ឈាមក្រហមកាន់តែទៀតគាត់គិតពីការបញ្ចូលឈាមអញ្ចឹងគ្រាប់ឈាមក្រហមគាត់ធ្លាក់សល់3គ្រាប់4គ្រាប់យូរទៅរោងចក្រគាត់គឺប្រឹងខ្លាំងជាងមុនវាអាចថុលមកសកត់អពិការអញ្ចឹងដូចគ្នាអន្តើវាធំលឿនអញ្ចឹងដូចគ្នាអញ្ចឹងការគិតអត់បញ្ចូលឈាមក៏អត់ល្អហើយការចាក់ថ្នាំក្រោមស្បែកបង្ខំឲ្យវាផលិតគ្រាប់ឈាមក្រហមកាន់តែច្រើនក៏អត់ល្អបង្កគ្រោះថ្នាក់ថែមទេ